សូមស្វាគមន៍មកកាន់វីដេអូថ្មីជាមួយនឹងសាច់រឿងថ្មីសាច់រឿងថ្ងៃនេះគឺតកតងជាមួយនឹងការធ្វើសំណង់ដែលសាច់រឿងរបស់យើងតកតងជាមួយនឹងបងប្រុសម្នាក់គាត់ទទួលធ្វើការសាងសង់ផ្ទះឲ្យគេណាក្នុងកំឡុងពេលដែលសាងសង់ផ្ទះហ្នឹងគឺក្រុមការងារសាងសង់របស់គាត់តែងតែជួបនៅបញ្ហាមិនចេះចប់មិនចេះហើយទាំងបញ្ហាគ្រោះថ្នាក់នៅក្នុងពេលធ្វើការងារនិងបញ្ហាជាមួយនឹងពពួកអមនុស្សបាទបងប្អូនទាំងអស់គ្នាមុននឹងចាប់ផ្ដើមសាច់រឿងសូមបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនាឬក៏ស្ដាប់នៅវីដេអូនេះមេត្តាជួយចុចពាក្យថាជាវឬក៏ពាក្យថា Subscribe មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការបង្កើតនៅវីដេអូនិទានរឿងថ្មីៗប្លែកៗពាក់ព័ន្ធជាមួយនឹងរឿងព្រឺព្រួចរន្ធត់និងបទពិសោធន៍ជីវិតផ្សេងៗទៀតដែលបងប្អូនយើងគាត់បានជួបហើយបានចែករំលែកហើយបងប្អូនកុំភ្លេចចូលទៅcomment លេងផងបងប្អូនដើម្បីឲ្យខ្ញុំបានចូលទៅឆ្លើយតបព្រោះថាបងប្អូនអត់មាន comment អញ្ចឹងខ្ញុំដូចជាអបសោកដែរបើបាន comment 2-3 ទៅគ្រាន់តែខ្ញុំចូលទៅ reply ហើយម្យ៉ាងទៀតបើសិនបើបងប្អូនមានសាច់រឿងឬក៏បទពិសោធន៍ទាក់ទងជាមួយនឹងរឿងខ្មោចឬក៏រឿងអមនុស្សអីផ្សេងៗឬក៏បទពិសោធន៍អីផ្សេងៗក៏បានដែរអាចចែករំលែកមកខ្ញុំបានដើម្បីខ្ញុំអាចនឹងនិទានចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់បន្តទៀតអញ្ចឹងបើសិនបើមានសាច់រឿងអីបងប្អូនអាចចូលទៅ comment ខាងក្រោមវីដេអូនេះផងបងប្អូនបាទអរគុណបងប្អូនយើងនិយាយលេងសំណេះសំណាលគ្នាប៉ុណ្ណឹងចុះដើម្បីកុំឲ្យខាតពេលវេលាយូរយើងចូលទៅសាច់រឿងរបស់យើងទាំងអស់គ្នាដែលសាច់រឿងនៅក្នុងថ្ងៃនេះគឺចាប់ដើមឡើងនៅពេលដែលបងប្រុសម្នាក់ដែលមានឈ្មោះថាមុខធាបានទទួលមកការសាងសង់ផ្ទះឲ្យមិត្តភ័ក្តិរបស់គាត់ដែលមិត្តភ័ក្តិរបស់គាត់មានឈ្មោះថាបងស្រស់រឿងនេះគឺកើតឡើងនៅក្នុងកំឡុងឆ្នាំ2010ដែលបងធាគាត់ថាពេលហ្នឹងបងស្រស់ដែលជាមិត្តភ័ក្តិរបស់គាត់ហ្នឹងបានតាក់ទងមកគាត់ដើម្បីឲ្យទៅធ្វើផ្ទះលំហែមួយនៅលើដីមួយដែលគាត់ទៅតែទិញបានឥឡូវយើងនិយាយរៀបរាប់តាក់ទងនឹងទិដ្ឋភាពដីនឹងតិចដីហ្នឹងបងស្រស់គាត់ទៅតែទិញពីគេហើយលក្ខណៈដីហ្នឹងគឺខាងមុខជាទួលហើយខាងក្រោយជាទំនាបហើយមានស្រះដែលបងស្រស់គាត់បានប្រាប់ថាដីហ្នឹងគឺគាត់ទិញនៅពេលដែលគាត់បានទៅធ្វើការងារនៅខេត្តមួយដែលខេត្តហ្នឹងគឺជាខេត្តដែលនៅជិតនឹងទីក្រុងភ្នំពេញដែរបងប្អូនគឺខេត្តកំពង់ស្ពឺគាត់ថាមូលហេតុដែលគាត់បានទិញដីហ្នឹងគឺនៅពេលដែលគាត់ចុះទៅធ្វើការនៅក្នុងខេត្តកំពង់ស្ពឺហ្នឹងអញ្ចឹងហើយគាត់ក៏បានឃើញដីមួយកន្លែងហ្នឹងគេដាក់ផ្លាកលក់បន្ទាន់អញ្ចឹងគាត់ក៏ចាប់អារម្មណ៍ថាបើសិនបើគេដាក់លក់បន្ទាន់អញ្ចឹងអាចនឹងមានតម្លៃធូរថ្លៃគាត់ក៏តាក់ទងទៅម្ចាស់ដីហ្នឹងហើយមែនបងប្អូនគឺបានដូចចិត្តមកគាត់មែនគឺដីហ្នឹងគឺគេលក់ធូរថ្លៃមែនតើអញ្ចឹងហើយគាត់ក៏ទិញដីហ្នឹងទៅហើយក៏បានតាក់ទងមកបងធាដើម្បីឲ្យធ្វើផ្ទះលំហែហ្នឹងទៅពេលដែលបងធាគាត់ទទួលសំណើក្នុងការធ្វើផ្ទះហ្នឹងដោយសារថាបងធាហើយនិងបងស្រស់ហ្នឹងក៏ជាមិត្តភ័ក្តិយ៉ាងជិតស្និទ្ធគ្នាដែរអញ្ចឹងហើយបងស្រស់ហ្នឹងគាត់បកគលការងារទាំងអស់នៅក្នុងការសាងសង់នឹងឲ្យបងធាគាត់អ្នកចាត់ចែងតែមិនមែនថាបកគលឲ្យបងធាហ្នឹងគាត់ចាត់ចែងធ្វើតែម្នាក់ឯងទេមានន័យថាការងារផ្សេងទៀតដែលត្រូវធ្វើហ្នឹងនៅក្នុងដីហ្នឹងជាមួយនឹងផ្ទះលំហែហ្នឹងគឺបងធាហ្នឹងគាត់អាចថាធ្វើការងារជាមួយនឹងការសាងសង់ផ្ទះហ្នឹងផងហើយនឹងចាត់ចែងការងារទូទៅនៅក្នុងបរិវេណដីហ្នឹងផងព្រោះហេតុអីគឺថាដីហ្នឹងខាងមុខយើងអាចសាងសង់ផ្ទះបានតែម្ដងចំណែកខាងក្រោយគឺមានការងារមួយទៀតគឺលុបស្រះនៅខាងក្រោយហ្នឹងអញ្ចឹងហើយការងារទាំងការសាងសង់ផ្ទះហើយនិងការងារលុបស្រះហ្នឹងបងស្រស់ហ្នឹងគាត់បានបកគលការងារហ្នឹងឲ្យបងធាដែរមានន័យថាបងធាគាត់ត្រូវមើលការខុសត្រូវជាមួយនឹងការសាងសង់ផ្ទះលំហែហ្នឹងហើយគាត់ត្រូវទៅតាក់ទងជាមួយនឹងក្រុមការងារខាង SK ខាងអ្នកចាក់ដីហ្នឹងមកលុបស្រះហ្នឹងទៀតតែមានអីដោយសារបងធាហ្នឹងគាត់ជាអ្នករស់ស៊ីជាមួយនឹងការងារសំណង់ហ្នឹងយូរហើយអញ្ចឹងក្រុមការងារសំណង់ដូចគ្នាក៏គាត់ស្គាល់ច្រើនការងារជាមួយនឹងខាងចាក់ដីលុបអីហ្នឹងក៏គាត់ស្គាល់បណ្ដាញគាត់ច្រើនដែរឥឡូវយើងកាត់រំលងដល់ពេលដែលគាត់ចូលទៅធ្វើការងារហ្នឹងតែម្ដងដែលការងារហ្នឹងគាត់ថាយើងត្រូវធ្វើជាដំណាក់កាលមានន័យថាមានដំណាក់កាលបុកគ្រឿងមានដំណាក់កាលឡើងប្លង់សេមានដំណាក់កាលដបូលអីចឹងទៅហើយផ្ទះហ្នឹងគាត់ថាមិនផ្ទះលំហែតូចទេណាបងប្អូនគាត់ថាផ្ទះលំហែមែនប៉ុន្តែគាត់ធ្វើធំឥឡូវយើងនិយាយពីថ្ងៃទី1ដែលគាត់បានចូលធ្វើអញ្ចឹងថ្ងៃទី1ហ្នឹងគឺគាត់អត់បានធ្វើអីច្រើនទេគ្រាន់តែបោះវែងអីចឹងទៅហើយនឹងកាប់ជក់ឆាយដីតិចតួចរហូតដល់យប់ឡើងអញ្ចឹងនៅពេលយប់ឡើងគាត់ចាប់ដើមនឹងមេចូលសម្រាប់អញ្ចឹងពេលដែលយើងធ្វើផ្ទះយើងអត់ទាន់មានអីសម្រាប់ទេមានន័យថាយើងត្រូវធ្វើវាថារោងធ្វើជាកន្លែងប្រក់តង់សម្រាប់អីហ្នឹងណាអញ្ចឹងក្រុមជាងរបស់គាត់
គាត់សម្រាប់អ្នកខ្លះទៅចងរឹងអ្នកខ្លះទៅក៏នៅក្នុងតង់ទៅហើយបង្ធានហ្នឹងគឺគាត់ថាគាត់គឺប្រក់តង់សម្រាប់នៅកន្លែងគាត់ណាបើថាគាត់ជាមេជាងមែនប៉ុន្តែគាត់អត់ទៅសម្រាប់នៅខាងក្រៅទេគឺគាត់សម្រាប់នៅការដ្ឋានហ្នឹងជាមួយនឹងកូនចៅតែម្ដងបាទអញ្ចឹងហើយអ្នកខ្លះទៅក៏ចងរឹងនៅខាងក្រៅតង់ទៅតាមចំណូលចិត្តរៀងខ្លួនយើងនិយាយទៅការងារបែបហ្នឹងអ្នកធ្វើការសំណង់យើងដឹងហើយមិនប្រកាន់ទេកន្លែងណាក៏អាចដេកបានកន្លែងណាក៏ផ្ទះដែរមែនតែរឹងទៅហ្នឹងគឺបានទៅហើយអ្នកខ្លះទៀតក៏សម្រាប់នៅក្នុងតង់ចឹងទៅហើយបង្ធាគាត់ថាយប់ហ្នឹងពេលដែលគាត់សម្រានទៅគឺគាត់យល់សពពេលដែលគាត់យល់សពហ្នឹងគឺគាត់ឃើញខ្លួនឯងនៅក្បែរមាត់ស្រះខាងក្រោយផ្ទះហ្នឹងមិនខាងក្រោយផ្ទះគឺក្រោយដីដែលកន្លែងគាត់ធ្វើការដ្ឋានសង់ផ្ទះលំហែហ្នឹងណាគាត់ថាគាត់វាថាដូចគាត់មិនដឹងដើរទៅណាទេដូចដើរចេញពីកន្លែងការដ្ឋានហ្នឹងទៅដូចជាទៅបាត់ជើងអញ្ចឹងគាត់ថានៅពេលដែលគាត់ដើរទៅក្នុងយល់សពហ្នឹងគឺគាត់អត់ដឹងថាគាត់ដើរទៅណាទេប៉ុន្តែគឺគាត់ដើរតម្រង់ទៅមាត់ស្រះហ្នឹងអញ្ចឹងពេលទៅដល់មាត់ស្រះហ្នឹងគាត់ថាសេតតែមានរបៀបថាខ្យល់បក់ប៉ើងស្លឹកឈើប៉ើងរបស់របរផ្សេងហ្នឹងមកខ្លាំងមែនតើហើយខ្យល់ហ្នឹងក៏ប៉ើងគួចនៅកណ្ដាលបឹងហ្នឹងកណ្ដាលស្រះហ្នឹងណាស្រាប់តែលេចចេញខ្មោចស្រីមួយបងប្អូនគាត់ថាមុខអាក្រក់មែនតើវាទៅភ្នែកឡើងជ្រៅហើយសក់ក៏ទ្រីងក៏ទ្រើងពុះចេញពីកណ្ដាលទឹកមកចង្អុលមកគាត់ថាពួកឯងបើចង់សពថយចេញលេងខ្មោចស្រីហ្នឹងចង្អុលមកហើយថាឲ្យគាត់អញ្ចឹងមកបងប្អូនដល់ពេលអញ្ចឹងនៅក្នុងយល់សពហ្នឹងគាត់ថាគាត់ឡើងកាំងគាត់អត់ដឹងថាត្រូវធ្វើអីគាត់នៅចូលត្រឹងសម្លឹងមើលទៅខ្មោចនោះអត់ដាក់ភ្នែកទេហើយខ្មោចនោះលេងហោះហ្មងហោះចេញពីស្រះទឹកនោះមកដេញគាត់មកដល់ឃើញខ្មោចហោះដេញគាត់អញ្ចឹងមានអីបងប្អូនគាត់ក៏ប្រឹងរត់ដែរគាត់រត់ទៅតែរត់រួចគាត់ពឹងរត់ខ្លាំងពេកទៅក៏ភ្ញាក់ពីដំណេកបងប្អូនភ្ញាក់ទៅមិនដឹងថាអូតាពិតគាត់យល់សពសោះប៉ុន្តែពេលដែលភ្ញាក់ហ្នឹងគឺធ្វើគាត់ភ័យដែរបងប្អូនដោយសារតែយើងនៅកន្លែងទឹកដីដែលយើងអត់ដែរនៅហើយយល់សពបែបហ្នឹងទៀតណាអញ្ចឹងពេលដែលភ្ញាក់ឡើងហ្នឹងក៏គាត់នៅតែមានអារម្មណ៍ភ័យហើយព្រើសបោដែរហើយបញ្ជាក់ដែរបងប្អូនធម្មតានៅពេលដែលយើងរៀបចំការដ្ឋានមួយយើងតែតែមានវិធីសែនព្រេនហើយយើងសែនសុំសេចក្តីសុខសែនសុំម្ចាស់ទឹកម្ចាស់ដីអញ្ចឹងណាយើងសែនពឹសការសែនអីអញ្ចឹងទៅខ្ញុំអត់ច្បាស់ដែរព្រោះខ្ញុំអត់អ្នកធ្វើសំណងខ្ញុំធ្លាប់តែស្រែចការអញ្ចឹងណាបាទឥឡូវយើងនិយាយពីការយល់សពរបស់គាត់នៅក្នុងយប់ហ្នឹងតែប៉ុណ្្នឹងទៅព្រោះថាពេលដែលគាត់សម្រាកទៅវិញគាត់សង្ងំកៃទៅវិញហ្នឹងគឺគាត់អត់មានជួបហេតុការណ៍អត់មានយល់សពអីទៀតទេរហូតដល់ព្រឹកឡើងតែម្ដងបងប្អូនហើយព្រឹកឡើងហ្នឹងគាត់ក៏ចាត់ចែងកូនចៅអីធ្វើការធម្មតាទៅអ្នកខ្លះទៅក៏ធ្វើការកាប់កាយដីសម្រាប់ធ្វើជាគ្រឹះផ្ទះហ្នឹងណាបងប្អូននិយាយទៅតាមមុខជំនាញផ្សេងតាមជំនាញរបស់ពួកគាត់ទាំង10នាក់ហ្នឹងទៅហើយព្រឹត្តិការណ៍បងប្អូនដែរតាមពិតទៅក្រុមគាត់ក៏មានចុងភៅដែរបងប្អូនចុងភៅជាមនុស្សស្រីដែលនិយាយទៅគ្រួសាររបស់គាត់និយាយទៅប្តីគាត់ជាងសំណងអញ្ចឹងទៅហើយគ្រួសារជាប្រពន្ធហ្នឹងគាត់មកតាមប្តីហើយបានធ្វើជាចុងភៅឲ្យក្រុមជាងរបស់គាត់ទៀតគាត់ថាពេលដែលធ្វើការងារថ្ងៃហ្នឹងគឺអត់មានបញ្ហាទេគឺការងារទៅរលូនគាត់បានរៀបចំគ្រឹះរៀបចំអីហើយលេងស៊ីម៉ងអីបាតក្រោមហើយស្អែកឡើងអាចនឹងកអត់អីឡើងបានហើយបងប្អូនខ្ញុំនិយាយតាមគាត់ទេខ្ញុំអត់ច្បាស់ដែរការងារតេតងនឹងធ្វើផ្ទះធ្វើអីហ្នឹងនិយាយទៅខ្ញុំដូចបញ្ជាក់បងប្អូនដែរខ្ញុំអត់សូវច្បាស់ទេបើខុសតោះអីសូមកុំកាន់កន្លែងហ្នឹងណាបងប្អូនអញ្ចឹងគាត់ថាថ្ងៃណាមានបញ្ហាទេប៉ុន្តែល្ងាចឡើងបងប្អូនថ្ងៃឡើងគឺមានជាងម្នាក់គាត់ចូលចិត្តខាងនេសាទត្រីខាងស្ទូចត្រីអញ្ចឹងណាហើយគាត់និយាយទៅបើសិនជាធ្វើការងារនៅការដ្ឋានផ្សេងទៀតបើមានបឹងមានអីចិត្តហ្នឹងគាត់ល្ងាចឡើងគាត់តែងតែទៅស្ទូចត្រីស្ទូចអីហើយចៃដន្យអីការដ្ឋានលើកហ្នឹងគឺមានស្រះហើយនៅខាងក្រោយការដ្ឋានហ្នឹងស្រាប់តែម្ដងអញ្ចឹងគាត់ថាត្រូវបាច់ហើយត្រូវមកសម្រាប់គាត់តែម្ដងអញ្ចឹងគាត់ថាពេលដែលគាត់ទៅស្ទូចហ្នឹងគឺគាត់ទៅតែម្នាក់ឯងទេបងប្អូនដោយសារជាងផ្សេងទៀតគាត់អត់ចំណូលចិត្តស្ទូចហ្នឹងទេអ្នកខ្លះទៅគេរៀបចំបាយទឹកអីរៀងខ្លួនខ្លះទៅងូតទឹកអីសម្រាប់លំហែអីតាមចំណូលចិត្តពេលដែលយើងទំនេរអញ្ចឹងណាបងប្អូនប៉ុន្តែបងម្នាក់ហ្នឹងគឺគាត់អត់សម្រាប់អង្គគេគឺគាត់ទៅរកត្រីបន្ថែមចឹងតាមចំណូលចិត្តគាត់ហើយអាចថាយកមកធ្វើម្ហូបសម្រាប់ក្រុមជាងរបស់គាត់ទៀតឥឡូវយើងកុំឲ្យពិបាកហើយយើងដាក់ឈ្មោះគាត់ថាបងនេះអញ្ចឹងណាបងប្អូនប៉ុន្តែឈ្មោះហ្នឹងមិនមែនឈ្មោះពិតទេណាបងប្អូនបញ្ជាក់ឲ្យហើយបងនេះពេលដែលគាត់ទៅស្ទូចហ្នឹងបងប្អូនគឺបានត្រីច្រើនមែនតើនិយាយទៅបានស្ទូចដាក់បានហើយបានត្រីធំទៀតបានប្រហែលជា2គីឡូណាបងប្អូន2គីឡូប្រហែលជា 4-5 ត្រីដែរត្រីធំហើយត្រីតូចហ្នឹងក៏បាន 4-10 ក្បាលដែរបងប្អូនអញ្ចឹងត្រីហ្នឹងគឺគាត់យកមកចាត់ចែងឲ្យអ៊ីចុងភៅណាអ៊ីចុងភៅដែលជានិយាយទៅបងនេះគាត់អ្នកស្ទូចហ្នឹងមិនគ្រួសារអ៊ីចុងភៅទេអញ្ចឹងអ៊ីចុងភៅគាត់ចាត់ចែងធ្វើទៅណា
មានប្រឡាក់មានអីចឹងទៅសម្រាប់ធ្វើត្រៀមត្រីណាដែលនៅរស់អីត្រៀមសម្រាប់ធ្វើម្ហូបថ្ងៃស្អែកចឹងទៅឥឡូវយើងនិយាយនៅពេលយប់ឡើងណាពេលយប់ឡើងពេលដែលពួកគាត់ចូលសម្រានបងនេះគឺគាត់អ្នកចងរឹងគេងនៅខាងក្រៅសម្រាននៅខាងក្រៅហើយបងធាគាត់នៅខាងក្នុងហើយយប់ហ្នឹងបងធាគាត់ថាគាត់អត់មានយល់សពអីទេហើយដល់ពេលព្រឹកឡើងនេះបងប្អូនពេលយប់ហ្នឹងហេតុការណ៍ហ្នឹងគឺកើតនៅពេលយប់ប៉ុន្តែបងធាគាត់ថាគាត់ដឹងនៅពេលព្រឹកឡើងដោយសារតែព្រឹកឡើងហ្នឹងបងនេះនិយាយប្រាប់ដែរកាលពីយប់មិញបងនេះគាត់និយាយថាចេះពេលគាត់សម្រានលក់ទៅគាត់ថាដូចមានពីណាគេមកគោះរឹងហៅអញ្ចឹងហៅគាត់ថាហេអញ្ចឹងហេហើយគាត់ក៏បើកភ្នែកឡើងងាកមើលរកថាអ្នកណាគេអ្នកហៅគាត់ប៉ុន្តែមើលទៅអត់មានឃើញពីណាទេងាកមើលទៅរឹងផ្សេងទៀតមើលទៅគេសម្រានលក់អស់ហើយអញ្ចឹងគាត់ថាប្រហែលជាគាត់សម័យគាត់ច្រឡំអីចឹងគាត់ក៏បន្តសម្រានទៅទៀតពេលដែលសម្រានទៅគាត់លើកហ្នឹងគឺមិនមកផ្ទាល់ទេគឺគាត់យល់សពថាគាត់ស្ទូចត្រីសុកហ្នឹងស្ទូចមកបងប្អូនមិនបានត្រីទេគឺបានក្បាលមនុស្សបងប្អូនមានឃើញមាត់មនុស្សហ្នឹងគឺជាប់មួយផ្លែស្ទូចហ្នឹងពេលគាត់វត្តមកមិនមនុស្សបងប្អូននិយាយទៅយើងហៅថាក្បាលខ្មៅចឹងមកបងប្អូនហើយគាត់ឃើញហ្នឹងគាត់ក៏វត្តដោស្ទូចចោលហើយគាត់រត់ទៅតែគាត់រត់ទេថាដូចមានគេចាប់ជើងអញ្ចឹងគាត់ខំបង្រត់ទៅហើយសំឡេងចេញពីក្រោយខ្នងមកគាត់ចេញពីនិយាយទៅខ្មោចនឹងនិយាយមកបងប្អូនតែថាឲ្យចង់ទៅណាឲ្យត្រីយើងវិញឲ្យត្រីមកយើងវិញអញ្ចឹងនិយាយបែបឡាយដូចខ្មោចលោគាត់ខំប្រឹងរត់រហូតតតែភ្ញាក់ពីដំណេកមកមិនគាត់ដឹងខ្លួនថាអូតាមពិតយល់សពអញ្ចឹងហើយដល់ពេលអញ្ចឹងផុតភ័យបងប្អូនភ័យទៅគាត់រត់ទៅចូលទៅកេងក្នុងតង់ចូលទៅសម្រានក្នុងតង់ជាមួយបងធាប៉ុន្តែក៏អត់មាននិយាយអីទេក៏ដឹងនៅក្រៅលងាហើយដល់ពេលព្រឹកឡើងបងធាគាត់ក៏សួរថាមិនហេបានយប់មិញចូលទៅសម្រានមួយគាត់អញ្ចឹងណាបានគាត់ប្រាប់រឿងរ៉ាវហ្នឹងទៅអញ្ចឹងបងធាគាត់ស្ដាប់ហើយគាត់គិតថាដូចជាអត់សូវស្រួលទេគាត់សង្ស័យណាគាត់សង្ស័យតែមានរឿងអីប៉ុន្តែគាត់អត់ហ៊ានមកដែរកុំឲ្យកូនចៅផ្សេងទៀតខ្លាចអញ្ចឹងណាហើយក្រុមការងារជាងមកគាត់ក៏បន្តធ្វើការងារនឹងធម្មតាទៅហើយដល់ឡែកបងធាគាត់មិនជាអ្នកធ្វើទេគាត់គាត់ថាដើរមើលអញ្ចឹងគាត់ជាមេការគាត់ជាមេជាងអញ្ចឹងណាប៉ុន្តែថ្ងៃហ្នឹងខាងក្រុមការងារលុបស្រះលុបដីហ្នឹងក៏គេមកដែរដោយសារពីម្សិលមិញបងធាគាត់បានតាក់ទងទេទៅហៅគេឲ្យមកលុបស្រះប៉ុន្តែអត់បានច្រើនទេបងប្អូនបានឡានមក2ឡានដឹកដីមក2ហើយគ្រឿងចាក់ហ្នឹងគឺគេទិញដីនៅក្នុងភូមិណាបងប្អូនក្នុងភូមិនៅក្បែរការដ្ឋានសាងសង់ផ្ទះនឹងដែរមានន័យថាយើងអត់អាចយកដីហ្នឹងមកលុបបានទេយើងទៅទិញដីពីអ្នកភូមិហើយយកឡានដឹកយកមកលុបស្រះហ្នឹងប៉ុន្តែឡានហ្នឹងបានតែ2ទេតែឡាន2ហ្នឹងមិនមែនឡានតូចបងប្អូនឡានធំនិយាយទៅយើងមានច្រើនទៅឡានដឹកដីហ្នឹងប៉ុន្តែយើងនិយាយថាខ្នាតធំចេះទៅប៉ុន្តែបើប្រៀបធៀបមួយស្រះរបស់យើងស្រះយើងធំអញ្ចឹងងាយលុបបានទេអញ្ចឹងលុបនិយាយទៅយើងចាក់ទៅលុបហើយមានប្រដាប់ហុញមួយដែរយើងហៅខ្ញុំគេហៅអបុលបងប្អូនហៅអបុលមាន SK មាន SK មួយមានអបុលមួយមានឡានដឹកដីហ្នឹង2អញ្ចឹងលុបទៅបានប្រហែលជា20-30% ហ្នឹងទៅស្រះលុបពីខាងមុខទៅណាហើយក្រុមការងារហ្នឹងក៏គេទៅសម្រាកនៅកន្លែងការដ្ឋានរបស់គេទៅនៅកន្លែងកាប់ដីឲ្យគេអត់សម្រាកនៅកន្លែងស្រះហ្នឹងទេហើយក្រុមវិធាគាត់ក៏សម្រានតែគ្នាគាត់ទៅហើយគាត់ថាយប់ហ្នឹងបងប្អូននិយាយទៅឥឡូវយើងរាប់ថ្ងៃវិញមិនស្រួលទេតែយប់ហ្នឹងគឺជាយប់ទី3គាត់មកដំបូងគាត់បានជួឆាយដីវាស់វិញទៅជាថ្ងៃទី1ហើយនៅគាត់យល់សពថាឃើញខ្មោចផុសចេញពីក្នុងទឹកបងប្អូនយប់ទី1ដល់យប់ទី2គឺបងនេះគាត់ទៅស្ទូចត្រីហើយយប់ហ្នឹងខ្មោចយល់សពឃើញខ្មោចមកទីត្រីអាហ្នឹងយប់ទី2ហើយដល់ពេលថ្ងៃទី3គឺលុបស្រះហើយយប់ឡើងគាត់គេងទៅគាត់យល់សពទៀតអញ្ចឹងអាយប់យល់សពយប់ទី3ហ្នឹងបងប្អូនគាត់ថាគាត់យល់សពឃើញគាត់លងទឹកទៅហើយនៅក្នុងទឹកហ្នឹងគាត់ថាឃើញខ្មោចស្រីនឹងទៀតដែរខ្មោចដែលគាត់យល់សពកាលពីយប់ទី1ហ្នឹងណាមកចាប់ជើងគាត់ហើយស្រែកមកថាបើហ៊ានបន្តលុបស្រះហ៊ានតែធ្វើការថានឹងទៀតនឹងយកជីវិតពួកគាត់ហើយយកជីវិតទាំងអស់ហ្មងអញ្ចឹងគាត់ភ័យមែនទែននៅក្នុងយល់សពហ្នឹងគាត់ភ័យគាត់ប្រឹងហាយរហូតដល់តែភ្ញាក់ដឹងខ្លួនទៀតអញ្ចឹងរឿងហ្នឹងគាត់កាន់តែភ័យខ្លាំងហើយភ័យឡើងបែកនេះប៉ុន្តែគាត់ពោដែរគាត់ថាដងលូតដងដាក់ហើយប៉ុន្តែគាត់ថាគាត់ធ្លាប់ដើរគេងនៅតាមព្រៃនៅតាមការដ្ឋានអីផ្សេងច្រើនដែរអញ្ចឹងគាត់ថាក៏អត់អីគាត់អាចតាំងស្មារតីបានបើថាយល់សពទៅវាសាហាវគាត់ភ័យដែរតែគាត់អាចតាំងស្មារតីបានហើយគាត់ក៏សង្ងំគេងទៅវិញលុះដល់ព្រឹកឡើងគាត់មានអារម្មណ៍អត់ល្អទេថ្ងៃហ្នឹងអញ្ចឹងគាត់ក៏តាក់ទងទៅបងស្រស់ថាមកការដ្ឋានតិចមកគាត់ចង់ពិសាហើយយ៉ាងសៀតិចបងស្រស់គាត់មកដល់គាត់ថាមានយ៉ាងអីអញ្ចឹងគាត់ក៏
បងធាណាគាត់ក៏និយាយប្រាប់រឿងរ៉ាវពីថ្ងៃទី1ថ្ងៃទី2ដល់ថ្ងៃទី3ហ្នឹងប្រាប់តែថាគាត់យល់សប្តិឃើញចេះ1ចេះ2ចឹងទៅប៉ុន្តែបងស្រស់គាត់ថាមានអីយើងចេះតែគិតខ្លួនឯងចេះតែផ្លែកកន្លែងយើងសម័យខ្លួនឯងទេមានអីទេធ្វើទៅនិយាយទៅបងស្រស់គាត់ជាប្រភេទដែលមិនជឿរឿងអបិយជំនឿគាត់មិនខ្លាចចឹងគាត់ក៏ថាហ្នឹងធ្វើធម្មតាទៅមានរឿងអីទេគាត់ក៏មកចែកផ្លូវគ្នាទៅវិញទៅហើយបងធាគាត់ធ្វើការងាររបស់គាត់ទៅបងស្រស់គាត់ក៏ទៅផ្ទះគាត់វិញទៅប៉ុន្តែបងធាគាត់ថាគាត់ក៏ស្គាល់គ្រូម្នាក់ដែរគាត់មានស្គាល់គ្រូម្នាក់គាត់តែតត្រង់ហៅគ្រូនឹងមកដើម្បីឲ្យជួយមើលដីហ្នឹងណាគាត់ថាបើបងស្រស់អត់ជឿមានតែគាត់ត្រូវរកគ្រូខ្លួនឯងព្រោះថាគាត់ខ្លាចធ្វើការងារទៅអត់សុខអញ្ចឹងណាហើយណាមួយគាត់ក៏បារម្ភពីបងស្រស់មិត្តភក្តិរបស់គាត់នឹងដែរអញ្ចឹងគាត់ក៏តាក់ទងទៅគ្រូនឹងប៉ុន្តែគ្រូនឹងថាគាត់អត់ទាន់អាចមកមើលបានទេគាត់រវល់ហើយភ្លេចបញ្ជាក់បងប្អូនថ្ងៃហ្នឹងថ្ងៃទី4ហើយថ្ងៃទី4ហ្នឹងក្រុមការងារលុបដីគឺអត់មកទេអត់មកអត់ដឹងថាហេតុអីគាត់តាក់ទងទៅអត់ចូលតាក់ទងអត់បានអញ្ចឹងគាត់ក៏តាមដំណើរថាអត់បានមកធ្វើអញ្ចឹងចាំមើលថ្ងៃណាគេបានមកធ្វើតទៀតអញ្ចឹងណាយើងចូលដល់ថ្ងៃទី5បងប្អូនថ្ងៃទី5អញ្ចឹងគាត់បានកអត់កអីឡើងទៅលើហើយអញ្ចឹងគាត់ក៏នេះចងទាចងអីឡើងទៅលើដើម្បីរៀបចំក្តារពុំចាក់ពុំហើយគាត់ថាកូនចៅគាត់ម្នាក់ដែលទៅស្ទូចត្រីបងប្អូនឈ្មោះបងនីហ្នឹងពេលដែលចងទាថ្ងៃហ្នឹងគឺគាត់ស្រាប់តែធ្លាក់ពីលើទាហ្នឹងហ្មងគាត់ថាធ្លាក់មកឡើងបាក់ដៃបងនីហ្នឹងបាក់ដៃអញ្ចឹងពេលដែលបងនីបាក់ដៃអញ្ចឹងទៅក៏បញ្ជូនគាត់ទៅមន្ទីរពេទ្យហើយបងធាហ្នឹងគាត់ក៏បានទៅមើលនៅពេទ្យហ្នឹងដែរជូនទៅហើយនៅមើលនឹងពេទ្យហ្នឹងដែរហើយគាត់ក៏សួរនាំថាមិនបានធ្លាក់អញ្ចឹងការងារធ្វើយូរហើយមិនបានអត់ប្រយ័ត្នប្រយែងអញ្ចឹងបងនេះគាត់ថាគាត់ប្រយ័ត្នហើយប៉ុន្តែមានថាដូចមានស្អីចាប់ទាញជើងគាត់ហ្នឹងគាត់ជន់ក្តារទៅខុសជន់អាក្តារទាហ្នឹងគាត់ជន់ទៅថាវាថាត្រូវប៉ុន្តែដូចមានអីទាញជើងគាត់ទៅឲ្យត្រឡាច់ឲ្យខុសនិយាយគាត់ច្បាស់ហ្មងគាត់ថាគាត់ជន់ទៅត្រូវហើយតែដូចមានអីទាញជើងគាត់អញ្ចឹងបានគាត់ធ្លាក់អញ្ចឹងទៅហើយធ្លាក់លោតបាក់ដៃអញ្ចឹងគាត់អត់អាចធ្វើការបានគាត់ក៏សម្រាកនៅពេទ្យហ្នឹងមកធាពេលដែលគាត់ជួលទៅដល់ពេទ្យហើយសួរនាំអញ្ចឹងទៅយប់ឡើងគាត់ក៏ត្រឡប់មកមើលការដ្ឋានរបស់គាត់វិញមកសម្រាកនៅក្នុងការដ្ឋានណាឥឡូវយើងនិយាយពេលដែលគាត់ចូលសម្រាកម៉ោងប្រហែលជា12យប់បងប្អូនម៉ោង12យប់គាត់ថាគាត់កំពុងតែសម្រាកលក់ហ្នឹងស្រាប់តែមានគេស្រែកថាជួយផងមកលួងអញ្ចឹងគឺរត់មកស្រែកគាត់ស្ដាប់ឮទៅគឺជាសំឡេងកូនចៅរបស់គាត់ចាំសំឡេងកូនចៅណាគាត់ក៏ងើបឡើងស្ទុះទៅមើលទៅគាត់សួរនាំថាមានរឿងអីអញ្ចឹងមានកូនចៅគាត់ម្នាក់ហ្នឹងគាត់ថាគាត់ឃើញខ្មោចអញ្ចឹងគាត់ថាទៅណាមិនឃើញខ្មោចគាត់ថាគាត់ទៅបត់ជើងតូចគឺទៅបត់ជើងនៅខាងក្រោយទៅខាងស្រះហ្នឹងនិយាយទៅក្បែរស្រះហ្នឹងដែរនិយាយទៅកន្លែងដែលគាត់សម្រាកហ្នឹងវានៅចន្លោះពីផ្ទះដែលគាត់ធ្វើហើយនឹងស្រះមានន័យថាផ្ទះលំហែហ្នឹងគឺធ្វើខាងមុខហើយគាត់សម្រាកនៅចន្លោះកណ្ដាលហើយខាងម្ខាងទៀតគឺជាស្រះមានន័យផ្ទះនៅខាងមុខបន្ទាប់មកបើយើងចូលពីខាងមុខមកមានផ្ទះដែលគាត់ទៅសាងសង់ហ្នឹងនិយាយទៅមិនមែនផ្ទះជាការដ្ឋានគាត់សាងសង់ហើយបន្ទាប់ពីហ្នឹងមកគឺកន្លែងពួកគាត់សម្រាកហើយដើរទៅក្រោយពីកន្លែងពួកគាត់សម្រាកហ្នឹងទៅប្រហែលជា100ម៉ែត្រហ្នឹងគឺដល់ស្រះហ្នឹងហើយអញ្ចឹងមកធាគាត់សួរនាំកូនចៅរបស់គាត់ហ្នឹងទៅយប់ហ្មងគាត់ថាមិនឃើញមិនខ្លះអញ្ចឹងណាគាត់ថាពេលដែលគាត់ទៅបត់ជើងនេះគាត់កំពុងតែបត់ជើងវាថាចិត្តរួចហើយហ្នឹងស្រាប់តែឃើញស្មោលខ្មៅមួយហោះចេញពីក្នុងស្រះហ្នឹងមកដែលដើរលើទឹកអញ្ចឹងដែលបហកគាត់មកអញ្ចឹងគាត់ឃើញដោយសារតែពេលហ្នឹងគឺខែភ្លឺដែរបងប្អូនខែភ្លឺអញ្ចឹងគាត់ឃើញគាត់ដឹងថាខ្មោចមានណាទេដើរនៅលើទឹកកើតទេបងប្អូនអញ្ចឹងមានតែខ្មោចហ្នឹងគាត់ក៏ពូតកោដអីហើយរត់មកទៅថប់ហើយស្រែកឲ្យគេជួយថាគាត់អញ្ចឹងទៅអញ្ចឹងគាត់ថាគ្មានទេបងធាគាត់ថាគ្មានទេហើយជាយើងស្វាងភ្នែកយើងអីហ៎អត់អីនំនេះចូលសម្រាប់ធម្មតាទៅចូលគេធម្មតាទៅតាមពិតទៅបងធាគាត់នឹងច្បាស់ថាមានរឿងអីប៉ុន្តែគាត់និយាយបន្លប់ដើម្បីកុំឲ្យកូនចៅផ្សេងទៀតគាត់ខ្លាចណាអត់ហ៊ាននៅធ្វើការរត់ចោលគាត់អស់ហ្នឹងចាប់ហើយការឋានរបស់គាត់ដឹងថាមានអ្នកធ្វើការងាយធ្វើហើយទេការងារនឹងស្ទះហើយអញ្ចឹងពួកគាត់ក៏នាំគ្នាចូលសម្រាប់ទៅប៉ុន្តែបងមួយដែរគាត់ក៏សុំចូលទៅគេងនៅក្នុងតង់ជាមួយបងធាដែរណាបងឡើយគាត់គេងនៅខាងក្រៅទេអញ្ចឹងដល់ពេលគាត់ឃើញអញ្ចឹងហើយគាត់អត់ហ៊ាននៅខាងក្រៅគាត់ក៏សុំចូលទៅខាងក្នុងជាមួយបងធាឥឡូវយើងកាត់រំលងមកដល់ស្អែកឡើងបងប្អូនពេលហ្នឹងបងធាគាត់ថាគាត់នឹកអស់ចិត្តនៅក្នុងចិត្តគាត់ជាតែអាសាអសរគាត់ថាប្រកាសជាមានអីនៅក្នុងស្រះហ្នឹងអញ្ចឹងដោយសារតែតេតតងគ្រូក៏គ្រូអត់ទាន់មកហើយ
ក្រុមអ្នកលុបដីលុបស្រះហ្នឹងក៏អត់ឃើញមកអញ្ចឹងគាត់ទៅបតែក្នុងស្រះហ្នឹងប្រហែលជាមានអីគាត់ក៏ទៅរកម៉ាស៊ីនមកបូមតែគាត់រកម៉ាស៊ីនបាន2ហើយម៉ាស៊ីនធំនិយាយទៅស្រះហ្នឹងបងប្អូនលក្ខណៈស្រះហ្នឹងគឺនៅខាងក្រោយដីហ្នឹងវាប្រភេទទំនាបទេវានិយាយថាយ៉ាងជាប់មួយនឹងដីទំនាបដែលថាខែភាសាមកអាចនឹងទឹកឡើងហូរមកចូលក្នុងស្រះហ្នឹងតែស្រះហ្នឹងវាបើទឹកពេញបើខែភាសាទឹកវាពេញវានៅឡើងមកដល់ខាងលើតែដល់ពេលនេះវាខែប្រាំងឯងបងប្អូនខែប្រាំងអញ្ចឹងទឹកអត់ពេញទេវានៅខាងក្រោមដែរគាត់ថាអត់ដល់ថ្នាក់ឃើញដល់បាតទេអញ្ចឹងគាត់ក៏រកម៉ាស៊ីនមកមកបូមស្រះហ្នឹងហើយបូមប្រហូរទៅទំនាបខាងក្រោយហ្នឹងទៅអញ្ចឹងគាត់បូមចាប់ពីម៉ោង10ហើយបូមប្រហែលជា3ម៉ោងពីម៉ោង10ដល់ម៉ោង1បានយ៉ាងស្រកបានប្រហែលជាពាក់កណ្ដាលមិនស្រកទាំងអស់ទេអញ្ចឹងពេលដែលទឹកស្រកទៅនេះគាត់មានឃើញសម្រាប់ឃើញអីដែលគេដាក់ហ្នឹងប៉ុន្តែគាត់ចាប់អារម្មណ៍ឃើញអីមួយដែលប្លែកដែរបងប្អូនដឹងតែគាត់ឃើញអីបងប្អូនគឺគាត់ឃើញកំណាត់ឈើមួយនិយាយទៅមិនដល់ថ្នាក់ប៉ុនទៅសទេវារៀងតូចជាងទៅសទេហើយប្រវែងប្រហែលជា2ម៉ែត្រប៉ុន្តែបងប្អូនថាមានអីចម្លែកគ្រាន់តែកំណាត់ឈើសោះមានអីបងប្អូនតែអ្វីដែលចម្លែកបងប្អូនគឺកំណាត់ឈើហ្នឹងមានដែកគោលគឺមានដែកគោលដំនៅជុំវិញកំណាត់ឈើហ្នឹងដំច្រើនមែនទែនបើថាជាឈើដែលគេដំធ្វើអីមួយហើយខូចដែកគោលគេបោះចោលអីវាមិនសមថាមានដែកគោលច្រើននៅថ្នាក់ហ្នឹងឯងកំណាត់ឈើហ្នឹងមានដែកគោលដំឡើងថាឡើងសប៉ុន្តែវាមិនដល់ថ្នាក់ថាសដូចភ្នែកមនុស្សទេមានអាដំលឹបផងមានអាដំទៅវាទៅគេពុតនៅជុំវិញកំណាត់ឈើហ្នឹងផងនិយាយទៅបើនិយាយចំទៅយើងឃើញទៅមានន័យថាមានអារម្មណ៍ថាចម្លែកហ្មងមិនដែលឃើញថាពីណាគេដំដែកគោលអីអញ្ចឹងទេគាត់បានឃើញអញ្ចឹងគាត់ក៏ឲ្យកូនចៅគាត់ម្នាក់ចុះស្រង់បកូននឹងឡើងតែគាត់អត់ប៉ះពាល់ទេមានតែកូនចៅម្នាក់ហ្នឹងគាត់ស្រង់គាត់ថាពេលហ្នឹងគាត់អត់បានប៉ះពាល់ទេបានឃើញអញ្ចឹងគាត់ក៏តែតតងទៅបងស្រស់ឲ្យមកមើលហើយបានប្រហែលជាម៉ោង3ម៉ោង4ល្ងាចបានបងស្រស់គាត់មកដល់ពេលដែលមកដល់ទៅបងស្រស់គាត់ឃើញឈើហ្នឹងគាត់ឡើងជន់គាត់ធាក់មើលគាត់ថាគ្មានអីទេឈើនេះគេដំលេងហើយយកមកបោះចោលជាសម្រាប់ត្រីហ្នឹងណាគាត់ថាឲ្យយកបោះចោលទៅអញ្ចឹងគាត់ក៏ត្រឡប់ទៅវិញគាត់ថាមិនគាត់ច្រើនទេមានអីទេគាត់តែអញ្ចឹងសោះធ្វើធម្មតាទៅហើយបងធាវថាហួសចិត្តហ្មងថាឃើញប៉ុណ្ណឹងហើយនៅអត់ជឿអត់គិតជឿអីចម្លែកទេគាត់ថានៅតែធម្មតានៅឲ្យធ្វើធម្មតាទៀតអញ្ចឹងហើយបងធាវថាមានអីទេចង់តាមហ្នឹងព្រោះម្ចាស់ដីគេមិនទាំងជឿផងប៉ុន្តែក្នុងចិត្តរបស់គាត់នៅតែបារម្ភអញ្ចឹងព្រោះថាបើមិនប៉ះពាល់ដល់ម្ចាស់ដីទេក៏ក្រុមការងារគាត់ធ្វើទៅខ្លាចថាមានប៉ះពាល់គ្រោះថ្នាក់អីដែរព្រោះថ្មីហ្នឹងមកនេះទៅតែធ្លាក់បាក់ដៃទេហើយកាត់រំលងមកដល់ពេលជប់ឡើងអញ្ចឹងពេលជប់ឡើងគឺគាត់ថាជប់ហ្នឹងអត់មានយល់សពអីទេអត់មានយល់សពអីគាត់គេងលក់គាត់សម្រានលក់ធម្មតាទៅណាអត់មានបញ្ហាអីទាំងអស់ហើយព្រឹកឡើងហ្នឹងគាត់ក៏ចាត់ចែងក្រុមការងារកូនចៅរបស់គាត់ធ្វើការងារធម្មតាទៅពេលហ្នឹងគាត់ថាគាត់ក៏បានតាក់ទងទៅក្រុមការងារចាក់ដីម្សាទៀតតែពេលដែលទេហៅមកហ្នឹងគឺក្រុមការងារហ្នឹងប្រកែកអត់ចង់មកទេបងប្អូនដូចថារវល់ចោះណាថាមិនបានទទួលលុបដីហើយអត់មកលុបបែរជាឆ្លើយថារវល់ធ្វើអីចេះមួយចេះពីរទៅដល់គាត់ចេះតែបកកំដែរទទួលការងារហើយទៅតែមកលុបអស់ហើយអីចឹងក៏នៅពជាពេលយូរព្រោះគេក៏ប្រញាប់យកដីនឹងធ្វើចេះមួយចេះពីរចឹងទៅណាតាមនេះទៅដល់សួរចុះឡើងក៏បានដឹងរឿងបងប្អូនបានដឹងរឿងថាតកងអបុលរុញដីហ្នឹងគាត់ថាពេលដែលត្រឡប់ទៅកាឋានវិញថាអបុលហ្នឹងទុកនៅនឹងកន្លែងកាឋានសង់ផ្ទះរបស់បងធាទេគាត់ជិះជាមួយនឹងឡានដឹកដីទៅវិញពេលដែលទៅវិញហ្នឹងក៏ត្រឡប់ទៅផ្ទះតាមពិតទៅផ្ទះអ្នកចាក់ដីហ្នឹងគឺនៅក្បែរនឹងដែរទេអាចជិះម៉ូតូអីទៅបែរជាកន្លះម៉ោងឲ្យដល់អញ្ចឹងណាតកែអ្នកចាក់ដីហ្នឹងប្រាប់ថាបងតកងហ្នឹងពេលដែលគាត់ទៅផ្ទះវិញពេលគាត់សម្រានយប់ឡើងគាត់ថាគាត់យល់សពឃើញវាដូចខ្មោចស្រីហ្នឹងមកលងអត់ឲ្យលុបស្រះអត់ឲ្យអីអញ្ចឹងរបៀបដូចពួកបងនេះបងអីដែរអញ្ចឹងហើយនៅពេលដែលព្រលឹមឡើងជិះមកធ្វើការនេះគឺគាត់ជួបគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងហើយបានជាវាថាខ្វះតកងអបុលមួយបានជាមិនអាចធ្វើការងារបានហើយណាមួយពួកគាត់ប្រហែលជាដឹងថាស្រះហ្នឹងមានរឿងអីកើតឡើងហើយមានបញ្ហាអីបានគាត់អត់ចង់មកធ្វើណាពេលហ្នឹងក៏បងធាគាត់ថាគ្មានអីទេឥឡូវការងារហ្នឹង
ទទួលលុបឲ្យមកអត់មានទុកនៅចោលពាក់កណ្ដាលទីចឹងទេហើយក្រុមការងារបុលហ្នឹងក៏មកចិត្តថាមកមែនប៉ុន្តែពេលហ្នឹងគាត់ឃើញថាមានគ្រឿងចាក់ច្រើនជាងមុនមានឡានដីចូលជា8 9ឡានគាត់ថាគាត់រាប់ទៅមកលុបនិយាយទៅលុបមួយថ្ងៃហ្នឹងលុបឲ្យហើយតែម្ដងហើយពេលដែលលុបអីទៅហើយអស់ទៅក្រុមការងារគេក៏ត្រឡប់ទៅវិញទៅហើយរឿងលួចកាក់ហ្នឹងគឺទូទាត់ជាមួយបងស្រស់ទេបងធាគាត់ថាអត់តន់ឲ្យភ្លាមទេណាដល់យប់ឡើងក្រុមបងធាគាត់ក៏ចូលសម្រាប់ចូលកេងអីធម្មតាអត់មានរឿងអីកើតឡើងទាំងអស់លុះដល់ព្រឹកឡើងបានបងធាគាត់តាក់ទងទៅគ្រូនឹងម្ដងទៀតគ្រូដែលគាត់តាក់ទងថ្ងៃមុនណាឲ្យមកមើលថ្ងៃហ្នឹងគ្រូហ្នឹងក៏អាចមកបានចឹងទៅគាត់មកដល់គាត់ក៏ដើរមើលដីនឹងមកជុំទៅពីមុខដល់ក្រោយចឹងទៅគាត់ក៏អង្គុយស្មឹងស្មាតនៅកន្លែងរោងបងធាគាត់សម្រាប់ហ្នឹងណាគាត់ស្មឹងស្មាតទៅគាត់ថាបើកភ្នែកឡើងមកគាត់ថាមានអីម្យ៉ាងនៅក្នុងស្រះប៉ុន្តែយកចេញបាត់ហើយអញ្ចឹងសួរថារបស់ដែលយកចេញពីក្នុងស្រះហ្នឹងនៅទៅណាអញ្ចឹងបងធាគាត់ថាគ្មានអីក្រៅពីកំណាត់ឈើដែលគាត់រើសបានហ្នឹងទេអញ្ចឹងគាត់ក៏នាំគ្រូហ្នឹងទៅមើលកំណាត់ឈើហ្នឹងអញ្ចឹងគ្រូហ្នឹងគាត់ថានឹងហើយកំណាត់ឈើហ្នឹងគឺគេដាក់អំពើនៅលើកំណាត់ឈើហ្នឹងដើម្បីធ្វើបាបម្ចាស់ដីហ្នឹងអញ្ចឹងម្ចាស់ដីហ្នឹងនៅអត់សុខទេបើមានកំណាត់ឈើនៅក្នុងគ្រូហ្នឹងគាត់ថាត្រូវតែដោះអំពើលើកំណាត់ឈើហ្នឹងសិនពេលហ្នឹងលោកគ្រូហ្នឹងក៏រៀបចំពិធីដោះអំពើលើកំណាត់ឈើហ្នឹងប្រហែលជាបានរួចណាគាត់ធ្វើពិធីចប់សពគ្រប់ហើយគាត់ក៏ឲ្យបងធាហ្នឹងយកឈើហ្នឹងទៅដុតកំទេចចោលអត់ឲ្យទុកទេណាអត់ឲ្យយកទៅបោះចោលនៅកន្លែងផ្សេងឲ្យយកទៅដុតកំទេចចោលហ្មងអញ្ចឹងក្រុមបងធាគាត់ក៏ធ្វើការកំទេចចោលទៅអូបងប្អូនខ្ញុំភ្លេចហេតុការណ៍មួយថ្ងៃដែលក្រុមការងារចាក់ដីគេមកលុបដីណាថ្ងៃហ្នឹងកូនចៅបងធាម្នាក់ដែលចុះទៅយកកំណាត់ឈើហ្នឹងគឺគាត់ជួបគ្រោះថ្នាក់ហ្នឹងមិនបងប្អូនពេលគាត់ឡើងធ្វើការនៅខាងលើពេលគាត់ជន់ទាហ្នឹងគឺខុសទៀតហើយគឺជន់ខុសទាហ្នឹងធ្លាក់មកដីគឺបាក់ជើងម្នាក់ទៀតពេលដែលបាក់ជើងអញ្ចឹងបងធាហ្នឹងក៏គាត់បានជូនទៅសម្រាប់ពេទ្យទៀតដែរអញ្ចឹងពេលដែលទៅសម្រាប់ពេទ្យហ្នឹងគាត់ក៏សួរនាំទៅគាត់និយាយមករបៀបដូចបងនីចឹងដូចបងនេះដែរគាត់ថាគាត់មើលច្បាស់ហើយថាគាត់ជន់ទាត្រូវប៉ុន្តែដូចមានអីទាញគាត់ដូចមានអីទាញគាត់ទម្លាក់មកអញ្ចឹងបានគាត់ធ្លាក់បានគាត់ផុងទាហ្នឹងធ្លាក់មកដល់ដីបាក់ជើងអញ្ចឹងគ្នាគាត់ក៏ថយណាថយទីនេះឯងបងនេះគាត់អត់តន់ជាទេហើយឥឡូវបាក់ជើងថែមម្នាក់ទៀតចំណែកឯក្រុមការងារចាក់ដីហ្នឹងគេលុបហើយអត់មានបញ្ហាទេហេតុអីបានជាអត់មានបញ្ហាបងប្អូនដោយសារអីដោយសារតែបកគោហ្នឹងគឺយកចេញបាត់ហើយយកមកដាក់ខាងក្រៅនៃគៀនព្រំនេះលោតបានស្អែកឡើងបានបងធានហ្នឹងតាក់ទងគ្រូមកដោះអំពើដល់អីលើឈើហ្នឹងឲ្យដុតកំទេចចោលទៅអញ្ចឹងយើងបើកវងកញ្ចក់កន្លែងកូនចៅបងធាគាត់បាក់ជើងហ្នឹងមិនតិចប៉ុណ្ណឹងយើងនិយាយតពីក្នុងថ្ងៃដែលលោកគ្រូនឹងដោះអំពើណាគាត់ថាពេលហ្នឹងដែលដោះអំពើហ្នឹងប្រហែលជាហើយនៅក្នុងម៉ោង4 ល្ងាច 4-5 ល្ងាចហ្នឹងលោកគ្រូហ្នឹងក៏ទៅវិញទៅហើយពេលហ្នឹងបងធាគាត់ក៏ទៅប្រាប់បងស្រស់ថាវាថាទៅប្រាប់រឿងរ៉ាវថាមានរឿងអីគាត់បានចាត់ចែងហើយហើយនៅពេលដែលទៅនេះបងប្អូនទៅបងស្រស់យប់លឹងគាត់ដឹងរឿងមួយដែលជារឿងដែលរន្ធត់ដឹងថារន្ធត់មិនបងប្អូនគឺពេលដែលគាត់ទៅបងស្រស់នេះមិនមែនជួបបងស្រស់ទេគឺជួបគ្រួសាររបស់គាត់ជួបប្រពន្ធរបស់បងស្រស់ហ្នឹងណាគាត់ក៏សួរនាំថាបងស្រស់ទៅណាអញ្ចឹងគាត់មានរឿងចង់ប្រាប់អីអញ្ចឹងទៅប៉ុន្តែប្រពន្ធបងស្រស់ប្រាប់ថាពេលហ្នឹងបងស្រស់នៅពេទ្យគាត់ជួបគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងគាត់លឺហើយគាត់ឡើងភ្ញាក់ផ្អើលណាថាគាត់អត់ដឹងបងស្រស់ហ្នឹងមានគ្រោះថ្នាក់ចរាចរណ៍ទេអញ្ចឹងពេលបន្ទាប់ពីដឹងរឿងរ៉ាវហើយគាត់ក៏ចូលសម្រាប់សិនទៅដោយសារថាវាយប់ហើយអញ្ចឹងលុះដល់ព្រឹកឡើងមិនគាត់ចេញទៅសួរសុខទុក្ខបងស្រស់ឥឡូវយើងនិយាយពីពេលដែលគាត់ទៅសួរសុខទុក្ខបងស្រស់ពេលដែលទៅដល់ជួបបងស្រស់ហ្នឹងបងស្រស់គាត់នៅសម្រាប់ពេទ្យហ្នឹងគាត់ដឹងខ្លួនឡើងមកវិញហើយគាត់ក៏សួរនាំបងស្រស់ទៅថាមានរឿងអីកើតឡើងបងស្រស់គាត់ថាបន្ទាប់ពីគាត់ចេញពីកន្លែងការងារការដ្ឋានរបស់បងធាធ្វើការហ្នឹងនៅដីដែលគាត់ទៅទិញហ្នឹងគាត់ថាចេញពីហ្នឹងគាត់ក៏ទៅធ្វើការគាត់ទៅប្រហែលការងាររបស់គាត់នៅមួយកន្លែងទៀតបានគាត់ត្រឡប់មកផ្ទះពេលដែលត្រឡប់មកហ្នឹងគឺម៉ោងប្រហែលជា 6-7 ល្ងាចបានគាត់ជិះទៅផ្ទះហ្នឹងបានជួបគ្រោះថ្នាក់ហ្នឹងហើយតែបានគាត់ជួបគ្រោះថ្នាក់គាត់បើកឡាននេះបងប្អូនពេលដែលបើកឡានហ្នឹងទៅគាត់ថាបើកទៅគាត់ឃើញមានវាថាដូចមនុស្សដើរនៅតាមផ្លូវហ្នឹងប៉ុន្តែស្លៀកពាក់វាឈុតខ្មៅហើយសក់វែងដើរអញ្ចឹងទៅគាត់ឃើញទៅវាថាមើលទៅដូចវាមិនមនុស្សស្មាតទៅដូចថាមិនមនុស្សគ្រប់មានស្មារតីគ្រប់ហ្នឹងវាថាដូចមនុស្សវាប្រឡាស់អញ្ចឹងណាវាថាដូចមនុស្សឈួតនិយាយចេះមកទៅស្មាតទៅបងប្អូនគាត់ឃើញហើយគាត់ក៏អត់នេះដែរអត់មានបញ្ហាទេគាត់បើក
ទៅហួសទៅស្រាប់តាបាន4-500 ម៉ែត្រស្រាប់តែឃើញម្នាក់នឹងភាសាទៀតចឹងគាត់ចាប់ដើមមិនបានទៅឃើញដដែលចឹងគាត់ក៏រៀងមានអារម្មណ៍ល្អគាត់ក៏ចេះតែបើកទៅដោយស្មារតីប្រុងប្រយ័ត្នជាងមុនហើយដោយសារគាត់ឃើញចឹងគាត់ยังព្រឺសម្បល់ដែរហើយពេលដែលគាត់បើកផុតពីនឹងប្រហែលជា400-500 ម៉ែត្របងប្អូនតែគាត់ថាឃើញសមោលមនុស្សនឹងមកភាសាទៀតប៉ុន្តែមិននៅគៀនផ្លូវដូចលើកមុនណាគឺចូលនៅក្តារផ្លូវអញ្ចឹងគាត់ក៏វាថាឡានគាត់លឿនដែរគាត់ចាប់ប្រាំងអត់ទាន់ទេគាត់ថាគាត់អត់កិច្ចទេតែបើកិច្ចទៅអាចនឹងមានគ្រោះថ្នាក់អញ្ចឹងគាត់បើកទៅត្រង់វាថាទៅបុកមកប៉ុន្តែមិនមែនបុកឲ្យបងប្អូនគឺអាសមោលនោះគឺហោះមករកគាត់មកហោះមកបុកនឹងកញ្ចក់ឡានរបស់គាត់ហើយតោងកញ្ចក់ឡានគាត់ពេលហ្នឹងគាត់និយាយថាបាំងភ្នែកគាត់មើលអីមិនឃើញគាត់ចេះតែជន់ទៅមុខគាត់ភ័យដល់ពេលទៅវាយើងនិយាយថាខ្មោចហ្មងខ្មោចហ្នឹងវាតោងកញ្ចក់ឡាននឹងជាប់ហើយវាលៀនដាតមកវាដូចទលុះកញ្ចក់មកអញ្ចឹងបងប្អូនទលុះកញ្ចក់មកចូលក្នុងកញ្ចក់ហ្នឹងលៀនដាតមកគាត់អញ្ចឹងគាត់ភ័យពេកគាត់ក៏រេជាកូតវាថាធ្លាក់ទៅកន្លាយទៅអីចឹងទៅក៏ពេលហ្នឹងគាត់ឡើងស្លាប់អត់ដឹងខ្លួនទេរហូតដល់ពេលគាត់ដឹងខ្លួនឡើងមកដល់ពេលនេះពេលហ្នឹងគ្រូសារបស់បងស្រស់ហ្នឹងណាបញ្ជាក់ថាពេលគាត់ដឹងខ្លួននេះក៏នៅស្រែកថាខ្មោចលងថាខ្មោចចឹងណាពេលហ្នឹងបងធាគាត់ស្ដាប់ហើយគាត់ដឹងថាអូតាមពិតបែរជាពេលហ្នឹងបងស្រស់គាត់ទៅដល់ហ្នឹងហើយគាត់ឡើងជន់លើអាឈើហ្នឹងអាកំណាត់ឈើហ្នឹងហើយបានខ្មោចហ្នឹងមកតាមគាត់ណាព្រោះថាកូនចៅរបស់គាត់ម្នាក់ដែលឡើងចុះទៅស្រង់កំណាត់ឈើហ្នឹងក៏ឡើងធ្លាក់ពីលើទាបាក់ជើងដែរហើយបានដឹងរឿងរ៉ាវហ្នឹងទាំងអស់ទៅបានបងធាគាត់រៀបរាប់ប្រាប់បងស្រស់ថាតាមពិតទៅវាមានគេដាក់អំពើដាក់អីនៅក្នុងស្រះហ្នឹងតាមជាដុំឈើកំណាត់ឈើហ្នឹងណាតែឥឡូវហ្នឹងគាត់បានហៅគ្រូហើយមកដោះអំពើហើយដិតបំផ្លាញកំណាត់ឈើនឹងចោលបាត់ហើយបានសួរសុខទុក្ខបងស្រស់ប៉ុណ្ណឹងទៅបងធាគាត់ក៏ត្រឡប់មកការដ្ឋានវិញហើយគាត់ក៏រកកូនជាងមកបន្ថែមសម្រាប់ធ្វើការងារហ្នឹងឲ្យឆាប់ហើយណាដោយសារតែវាមានបញ្ហាចឹងរហូតការងារហ្នឹងយឺតយ៉ាវអញ្ចឹងគាត់ថាការងារដែលគាត់ចាប់ផ្ដើមធ្វើចាប់ពីថ្ងៃដែលគាត់ទៅសួរសុខទុក្ខបងស្រស់និយាយទៅចាប់ពីគាត់ហៅគ្រូមកមើលមកដោះអំពើលើកណាត់ឈើហ្នឹងទៅគាត់ក៏ការងារគាត់រលូនទៅមុខអត់មានបញ្ហាទេរហូតដល់បានរយៈក្រោយបែរជាកន្លះខែក្រោយមកបានគាត់ធ្វើការងារនឹងហើយដោយជោគជ័យអត់មានឧបសគ្គអីទេណាបងប្អូនហើយគាត់ក៏បានបញ្ជាក់ដែរថាតាមពិតទៅគាត់ក៏បានទៅសួរនាំគេនៅក្បែរដីនឹងដែរអ្នកភូមិនៅក្បែរនឹងគេរស់នៅក្បែរហ្នឹងណាគាត់ក៏បានទៅសួរនាំទៅបានដឹងរឿងរ៉ាវមួយបងប្អូនមិនមែនថាគាត់ធ្វើហើយបានគាត់សួរនាំទេគឺគាត់ទៅសួរនាំក្នុងកំឡុងពេលដែលកំពុងធ្វើហ្នឹងណាតែគាត់បានទំលើកយកមកនិយាយពេលក្រោយនេះគាត់ថាគាត់បានទៅជួបនឹងពូម្នាក់ដែលគាត់នៅក្បែរហ្នឹងគាត់និយាយប្រាប់ថាដីហ្នឹងកាលមុនមានបងប្អូន2នាក់ដែលត្រូវបានទទួលគេមកដាក់ដីហ្នឹងដែលដីហ្នឹងគឺជាដីគេពីឪពុកម្ដាយចែកឲ្យគាត់ហើយបងប្អូន2នាក់ហ្នឹងទទួលបានគេមកដាក់ដីហ្នឹងប៉ុន្តែចែកអត់ស្មើគ្នាតាមពិតទៅដីវាមាន2កន្លែងបងប្អូនប៉ុន្តែមួយកន្លែងវាថាចំទីតាំងភូមិសាស្ត្រល្អវាធំអញ្ចឹងហើយដីដែលបងស្រស់គាត់ទិញហ្នឹងគឺជាដីចំណែកប្អូនដែលជាដីធំដែលជាដីទីតាំងល្អដែលវាទៅដើមគ្នាចង់បានហើយពេលហ្នឹងឪពុកម្ដាយរបស់បងប្អូន2នាក់ហ្នឹងនិយាយទៅយើងនិយាយចេះម្ចាស់ដីបងហើយនិងម្ចាស់ដីប្អូនចេះម្ចាស់ដីបងហ្នឹងគាត់ចំណែនជាមួយនឹងប្អូនហ្នឹងតែបានដីហ្នឹងវាដីធំជាងដីល្អជាងអញ្ចឹងណារហូតដល់ទាស់តែងគ្នាអត់ត្រូវគ្នាទៅដើមគ្នាចង់បានដីហ្នឹងរៀងខ្លួនប៉ុន្តែឪពុកម្ដាយហ្នឹងក៏សម្រេចចិត្តថាចែកឲ្យប្អូននឹងដីហ្នឹងចឹងហើយបងហ្នឹងក៏អត់ពេញចិត្តដល់ឆ្លោះគ្នាដល់ថ្នាក់កាត់ការគ្នាបានជាបងហ្នឹងគាត់បានធ្វើអំពើដាក់នៅលើដីហ្នឹងហើយប្អូនហ្នឹងគាត់ក៏ដឹងខ្លួនដែរថាដីហ្នឹងគាត់នៅអត់បានទេព្រោះបងគាត់បានធ្វើអីដាក់ដីគាត់អញ្ចឹងបានហើយគាត់ក៏សម្រេចចិត្តដាក់ដីលក់ហើយបានរហូតដល់បងស្រស់ហ្នឹងឃើញដីហ្នឹងដាក់ថាលក់បន្តអញ្ចឹងក៏បានមកទិញដីហ្នឹងទៅហើយក្នុងហេតុផលថាមិនបានគេចែកដីឲ្យប្អូននឹងដីកន្លែងល្អដីកន្លែងត្រូវប៉ាន់អីជាងខាងបងនោះក៏យើងអត់ដឹងដែរគាត់ថាដឹងថាមានរឿងរ៉ាវអញ្ចឹងលោដល់ថ្នាក់បែកបាក់បងប្អូនហើយបានដាក់អំពើអំព័ន្ធអីគ្នាអញ្ចឹងក៏ទៅណាបងប្អូនគ្នាសោះដល់ពេលឆ្លោះគ្នាទៅបែរជាតពងឡើយស្រឡាញ់គ្នាបងប្អូនដល់ពេលឆ្លោះគ្នាដោយសារតំណោះផលប្រយោជន៍ទៅជាស្អប់គ្នាដល់ថ្នាក់ដាក់អំពើដាក់អំព័ន្ធហើយរឿងទាំងអស់ហ្នឹងក៏បងធាគាត់បានយកទៅប្រាប់បងស្រស់ដែរហើយបងស្រស់ហ្នឹងគាត់និយាយទៅផ្ទះហ្នឹងបានធ្វើនៅហើយធ្វើរួចហើយប៉ុន្តែគាត់អត់មកនៅទេ
រយៈក្រោយមកគាត់ក៏ដឹងតំណែងថាបងស្រស់គាត់ក៏ប្រកាសលក់ដីនឹងវិញប៉ុន្តែមិនដឹងថាលក់ដាច់ឬក៏មិនទាន់ដាច់ទេដោយសារតែពេលដែលគាត់ដឹងតំណែងថាដាក់ផ្លាកលក់ហ្នឹងវាថ្មីដែរតែគាត់ចែកម្លែករឿងហ្នឹងមកខ្ញុំណាមានន័យថាគាត់ទៅតែដាក់ផ្លាកលក់ហ្នឹងទេអត់ទាន់ដឹងថាលក់ដាច់ទេបាទអរគុណបងប្អូនទាំងអស់គ្នាសាច់រឿងរបស់យើងក៏បានមកដល់ទីបញ្ចប់ហើយយ៉ាងម៉េចដែរសាច់រឿងមួយនេះបងប្អូនអញ្ចឹងរឿងនេះគឺខ្ញុំគិតថាវាជាបទពិសោធន៍មួយដ៏ល្អសម្រាប់បងប្អូនទាំងអស់គ្នាក៏ដូចជាខ្ញុំផងដែរទៅលើការទិញរបស់ទិញរបរឬក៏ទិញដីទិញអីហ្នឹងគឺយើងត្រូវប្រយ័ត្នប្រយែងមែនទែនមុននឹងទិញហ្នឹងត្រូវស៊ើបសួរប្រវត្តិដីហ្នឹងឲ្យបានច្បាស់កុំអាងថាឃើញគេដាក់លក់បន្ទាន់អីទូថ្លៃអីយើងចេះតែទិញទៅអញ្ចឹងវាអាចប៉ះចំដីដែលមានបញ្ហាអញ្ចឹងបងប្អូនបាទសូមអរគុណបងប្អូនទាំងអស់គ្នាម្ដងទៀតអញ្ចឹងរឿងរ៉ាវរបស់យើងបានបញ្ចប់ហើយសង្ឃឹមថានេះជាបទពិសោធន៍ដ៏ល្អហើយក៏ជារឿងរ៉ាវមួយដែលអាចបំពេអារម្មណ៍បងប្អូនក្នុងការស្ដាប់កំសាន្តហើយសូមបងប្អូនស្ដាប់ដោយពិចារណាមិនតម្រូវថាឲ្យបងប្អូនជឿថារឿងរ៉ាវអមនុស្សរឿងពើពាន់អីហ្នឹងវាមានពិតឬក៏មិនពិតអីដែរបងប្អូនសំខាន់វាជាបទពិសោធន៍របស់បុគ្គលម្នាក់ទេជួនកាលទៅអ្នកខ្លះថាឃើញខ្មោចអ្នកខ្លះទៅថាមិនឃើញទេអញ្ចឹងហើយវាមិនអាចជឿជាក់បានថាវាមានមែនឬមិនមែនទេទៅវាអាស្រ័យលើបុគ្គលអាស្រ័យលើរាសីដែរណាបងប្អូនសូមអរគុណបងប្អូនទាំងអស់គ្នាយើងជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណសូមជម្រាបលា